Nhưng cái thằng nào mình ấy cứ chia chùm rồi là ở bùng pot bởi sân chỉ dương ở toàn miền của đời cho ba lúa dương ở toàn đăng thà dương trong ban bây giờ phảiประกอบ tế dương ở toàn scorpio chùm này sau cái đôi chia chùm này khăn bao dương tế giờ toàn đăng thà tao với chỉ cai nhiều nâng cái đây sớm mai bao dương tế rồi có dương ở toàn chiên đo chùm nội môi để dương trong bàn để dương slang tế bộ tha nơi pe để dương nơi mà này ấy cứ dương miền là cả tràn dương ai miền peក្នុងការសាឡបងរឿងជាច្រើនយើងមានធម្មពលច្រើនយើងមានពេលវេលាទៅធ្វើរឿងទាំងអស់ហ្នឹងយើងអត់សូវភ័យខ្លាចថាបើយើងបរាជ័យទៅវានឹងប៉ះពាល់ដល់អ្នកផ្សេងទេព្រោះយើងខ្លួនមួយហើយបញ្ហារបស់យើងក៏អត់សូវមានច្រើនដែរដូចគេនិយាយថាមនុស្សម្នាក់មានបញ្ហាមួយអញ្ចឹងបើមនុស្សពីរនាក់ប្រកបជាមានបញ្ហាពីរព្រោះបញ្ហារបស់យើងមួយបញ្ហារបស់គាត់មួយយើងត្រូវដោះស្រាយរួមគ្នាវាអត់អីទេបើសិនជាយើងប៉ះចំដៃគូដែលជា supportive partner មានន័យថាជាដៃគូដែលអាចជួយគ្នាទៅវិញទៅមកនៅក្នុងការសម្រេចគោលដៅអីមួយឬក៏ជាដៃគូដែលអាច motivate គ្នាដើម្បីសម្រេចគោលដៅរៀងៗខ្លួនអញ្ចឹងទៅតែរឿងហ្នឹងគឺវាពិបាកបន្តិចវាពិបាកមែនតើក្នុងការដែលយើងអាចជួបមនុស្សបែបនេះតែកំឡុងពេលដែលយើងអត់ជួបទេមិនបាច់ចាំព្យាយាមថាគោលដៅយើងមិនបាច់ចាំរស់នៅដើម្បីតែស្វែងរកដៃគូស្វែងរកអ្នកដែលមិននៅក្បែរយើងទេរឿងដែលយើងគួរធ្វើដំបូងគឺមើលមកខ្លួនឯងសិនថាខ្លួនយើងពេលហ្នឹងតើយើងមានគោលដៅច្បាស់លាស់នៅតើយើងមានអីខ្លះនៅក្នុងខ្លួនហ្នឹងតើយើងអាចដោះស្រាយបញ្ហារបស់ខ្លួនឯងបាននៅមុនពេលដែលយើងចង់ទៅដោះស្រាយបញ្ហាឲ្យអ្នកផ្សេងឬក៏យើងអត់ចង់ឲ្យគេមកពិបាកដោះស្រាយបញ្ហារបស់យើងទេអញ្ចឹងយើងត្រូវមើលមកខ្លួនឯងមើលទៅលើចំណុចទាំងអស់ហ្នឹងហើយជិះ fix វាដោះស្រាយបញ្ហាទាំងអស់ហ្នឹងចេញសិនមុនពេលដែលស្វារកដៃគូពេលខ្លះគាត់តែឃើញមនុស្សជុំវិញខ្លួនយើងគាត់មានតំណែងល្អ good relationship ឲ្យយើងឃើញ yes អាហ្នឹងគឺជាបនមកគាត់ថាជាសំណាងមកគាត់ដែលគាត់បានរកដៃគូត្រឹមត្រូវប៉ុន្តែយើងត្រឡប់ទៅវិញថាមុនគាត់ជួបដៃគូដែលល្អអញ្ចឹងតែគាត់បរាជ័យប្រហែលដងហើយឬក៏មុនពេលដែលគាត់ឈានដល់ចំណុចហ្នឹងតែគាត់ជួបរឿងអីខ្លះជាមួយគ្នាយើងក៏អត់ចាំបាច់ត្រូវព្យាយាមត្រូវតែមានដៃគូដូចពួកគាត់ទេព្រោះដំណើរជីវិតរបស់មនុស្សផ្សេងៗគ្នាអញ្ចឹងអ្វីដែលល្អបំផុតគឺជាពេលដែលយើងនៅម្នាក់ឯងហ្នឹងហើយទោះបីជាយើងបរាជ័យក៏យើងបរាជ័យម្នាក់ឯងដែរអត់ប៉ះពាល់ដល់អ្នកផ្សេងទេយើងចង់ធ្វើអីក៏យើងអាចធ្វើបានដែរនៅពេលដែលយើងមានដៃគូប្រកបយើងត្រូវគិតច្រើនហើយយើងក៏ត្រូវបែងចែកពេលវេលាមួយចំនួនដើម្បីដៃគូយើងដែរអញ្ចឹងបើសិនជាយើងគិតថាអត់មានអីនៅក្នុងខ្លួនអត់ទាន់ដឹងថាខ្លួនឯងចង់បានអីពិតប្រាកដទេអត់ទាន់ដឹងថាខ្លួនឯងស្រឡាញ់អីពិតប្រាកដទេអត់ទាន់អភិវឌ្ឍខ្លួនឯងទៅដល់ចំណុចមួយដែលខ្លួនឯងចង់បានទេហើយនៅមានរឿងជាច្រើនដែលយើងត្រូវរៀនទៀតអញ្ចឹងចំណាយពេលវេលាទាំងអស់ហ្នឹងទៅរៀនសិនទៅកុំតាន់គិតច្រើនថាអត់ខ្លាចអត់មានដៃគូអីចឹងទៅព្រោះថាអ្នកខ្លះរៀបការនៅអាយុ30អ្នកខ្លះរៀបការនៅអាយុ40អញ្ចឹងក៏វាជារឿងធម្មតាទេប៉ុន្តែយើងមើលទៅលើមនុស្សជុំវិញខ្លួនយើងនៅជុំវិញខ្លួនយើងមកអ្នកដែលថាគាត់អត់មានគូនៅពេលដែលគាត់ចាស់ទៅភាគច្រើនគឺពួកគាត់នឹងជួបដៃគូពួកគាត់រៀងៗខ្លួនចិត្តតែដែលថានៅលាវដល់អត់មានគូអីចឹងណាអញ្ចឹងយើងក៏ដូចគ្នាមិនចាំបាច់ភ័យថាខ្លាចអត់មានគូទេតែពេលវេលាមកដល់គឺយើងនឹងជួបហើយប៉ុន្តែកំឡុងពេលហ្នឹងអ្វីដែលយើងត្រូវធ្វើគឺមិនមែនដើររកគូស្នេហ៍ទេមិនមែនព្យាយាមទៅឲ្យគេមកស្រឡាញ់យើងទេអ្វីដែលត្រូវធ្វើគឺស្រឡាញ់ខ្លួនឯងឲ្យចេះស្រឡាញ់ខ្លួនឯងសិនចង់បានអីរកឲ្យខ្លួនឯងឲ្យបានសិនចង់ធ្វើអីធ្វើសិនមានក្តីសម័យធំសាឡបងវាហើយបរាជ័យទៅហើយយើងនឹងមានឱកាសនៅក្នុងការកែប្រែច្រើនហើយពេលហ្នឹងគឺជាពេលវេលាដែលយើងមានឱកាសនៅក្នុងការរៀនសូត្រពីខ្លួនឯងយើងអត់ចាំបាច់ត្រូវគិតច្រើនពីដៃគូរបស់យើងទេព្រោះអីអ្វីដែលយើងគិតគឺត្រូវអភិវឌ្ឍខ្លួនឯងសិនត្រូវទៅដល់ចំណុចមួយដែលយើងចង់បានសិនខ្ញុំឃើញថាជាច្រើនយុវវ័យរបស់យើងគឺគាត់បដោតខ្លាំងឬក៏គាត់ចាប់អារម្មណ៍ខ្លាំងទៅលើរឿងស្នេហារឿង relationship នឹងអញ្ចឹងទៅរហូតដល់អ្វីដែលគាត់គិតគឺមានតែពីរទេគាត់គិតទី1គឺគាត់ទៅសាលាគាត់រៀនហើយទី2គឺដៃគូរហូតដល់គាត់ភ្លេចគិតថាអ្វីដែលជាគោលដៅប្រកបរបស់គាត់អ្វីដែលជាការងារក្នុងក្តីសម័យប្រកបរបស់គាត់តែគាត់ចង់អភិវឌ្ឍខ្លួនឯងទៅលើផ្នែកអីផ្សេងៗទៀតអត់ like soft skill ឬក៏ផ្នែកតន្ត្រីឬក៏ផ្នែកសិល្បៈអីផ្សេងៗដែលគាត់គួរតែធ្វើនៅពេលតនេជាមួយនឹងខ្លួនឯងអញ្ចឹងទៅវាមានអារម្មណ៍ថាយើងរៀង wasted យើងរៀងខាតបង់បន្តិចបើយើងយកពេលវេលាដែលយើងព្យាយាមទៅ like ទៅធ្វើកែប្រែខ្លួនឯងដើម្បីតែអ្នកផ្សេងរហូតដល់យើងភ្លេចខ្លួនឯងវាថាវាខាតបង់មែនតើអញ្ចឹងត្រឡប់មកវិញចង់ឲ្យយើងគិតថាវាអត់អីទេបើសិនជាយើងអត់មានដៃគូនៅក្នុងពេលហ្នឹងព្រោះអីយើងអត់ទាន់មានលទ្ធភាពគ្រប់គ្រាន់នៅក្នុងការដោះស្រាយបញ្ហាខ្លួនឯងហើយយើងក៏អត់ទាន់មានលទ្ធភាពគ្រប់គ្រាន់ទៅក្នុងការដោះស្រាយបញ្ហារបស់ដៃគូយើងដែរយើងក៏ចង់ឲ្យដៃគូរបស់យើងមកពិបាកជាមួយយើងនៅក្នុងការដោះស្រាយបញ្ហាអញ្ចឹងទៅ
ហើយយើងក៏អត់ចង់នៅត្រឹងមកកន្លែងហ្នឹងដែរព្រោះយើងចង់ទៅកន្លែងជាច្រើនយើងមានមកចតាធំមានគោលដៅធំអញ្ចឹងទៅបានជាយើងត្រូវធ្វើរឿងទាំងអស់ហ្នឹងសិនមុនពេលដែលយើងចាប់ផ្ដើមមានដៃគូខ្ញុំគិតថាដៃគូវា50-50វាអាចនឹងល្អហើយវាអាចនឹងអត់ល្អបើសិនជាល្អវាអាចនឹងជួយឲ្យយើងសម្រេចគោលដៅរបស់យើងមានគោលដៅជាមួយគ្នាហើយយើងមាន motivation នៅក្នុងការធ្វើរឿងអីផ្សេងៗជាមួយគ្នាចឹងទៅប៉ុន្តែកុំឲ្យចាត់ទុកថាអាហ្នឹងវាជាកត្តាចម្បងទី1យើងមានរឿងជាច្រើនដែលយើងអាចធ្វើបានហើយកុំភ័យថានឹង single មួយជីវិតមនុស្សភាគតិចណាស់ដែលនៅ single មួយជីវិតទៅដល់ពេលគឺយើងនឹងជួបដៃគូដែលយើងចង់បានហើយអ្វីដែលគួរធ្វើពីហ្នឹងគឺទៅដល់កន្លែងដែលយើងចង់ទៅសិនអភិវឌ្ឍខ្លួនឯងឲ្យដល់ចំណុចមួយដែលយើងចង់បានស្វែងយល់ពីខ្លួនឯងថាតើខ្លួនឯងនឹងពិតជាចង់បានការងារបែបណាទៅប្រកបអ្វីជាការងារក្នុងក្តីសម័យដែលយើងស្រឡាញ់អីសារលបងអីបរាជ័យតនៅក្មេងឲ្យហើយយើងមានដៃគូគឺយើងចង់ឲ្យគាត់មកពិបាកជាមួយយើងទៀតទេពាក្យមួយដែលគេនិយាយថានៅពេលដែលយើងនៅដល់ចំណុចកគឺយើងនឹង attract តាក់ទាញអ្នកផ្សេងនៅក្នុងចំណុចកហ្នឹងក្នុងចំណុចជាមួយយើងនឹងដែរប៉ុន្តែបើយើងឡើងទៅដល់ចំណុចកចំណុចខឬក៏ចំណុចកាន់តែខ្ពស់យើងនឹងតាក់ទាញ partner ដែលនៅក្នុងចំណុចហ្នឹងដូចគ្នាចាំន័យថាបើសិនជាយើងចង់បានដៃគូល្អយើងចង់បានមនុស្សដែលស័ក្តិសមឬក៏មនុស្សដែលយើងគិតថា perfect សម្រាប់យើងគួរតែធ្វើខ្លួនឯងហ្នឹងឲ្យ perfect សិនយើងធ្វើខ្លួនឯងឲ្យជាមនុស្សល្អសិនមុនពេលដែល attract មនុស្សល្អនៅក្នុងជីវិតរបស់យើងលេចយើងមើលថតជាក់ស្ដែងបើសិនយើងរៀនថ្នាក់ទី7អញ្ចឹងដៃគូរបស់យើងប្រកាសជាថ្នាក់ប្រហែលយើងថ្នាក់ទី6ថ្នាក់ទី7អីជាមួយយើងនឹងដែរតែពេលយើងឡើងដល់ថ្នាក់ទី12ដៃគូយើងក៏ប្រកាសជាថ្នាក់ទី12ឬក៏ទី11អញ្ចឹងទៅដល់ពេលយើងឡើងដល់សកលដៃគូរបស់យើងក៏ចាប់ផ្ដើមរៀនដល់ថ្នាក់អាចថាជាអ្នកដែលនៅសកលជាមួយយើងចាំន័យថានៅពេលដែលយើងនៅកម្រិតណាយើងក៏តាក់ទាញឬក៏ attract ដៃគូរបស់យើងនៅកម្រិតហ្នឹងដូចគ្នាចឹងខ្ញុំជឿថាមនុស្សគ្រប់គ្នាប្រកាសជាចង់បានចំណុចមួយដែលល្អអ្វីមួយដែលល្អសម្រាប់ខ្លួនឯងហើយចុះអ្វីដែលយើងត្រូវធ្វើគឺព្យាយាមអភិវឌ្ឍខ្លួនឯងឲ្យដល់ចំណុចដែលល្អហ្នឹងសិនហើយដៃគូរបស់យើងគាត់ប្រកាសជានៅចំណុចហ្នឹងហើយអញ្ចឹងមិនចាំភ័យទេថាអត់មានគូស្នេហ៍មិនដៃគូអញ្ចឹងទៅអ្វីដែលជាសារនៅក្នុងវីដេអូមួយហ្នឹងគឺចង់ឲ្យយើងចេះស្រឡាញ់ខ្លួនឯងសិនមុនពេលដែលចង់ទៅស្រឡាញ់អ្នកដទៃបញ្ហាដែលខ្លួនឯងមានហ្នឹងដោះស្រាយអស់សិនចាំព្យាយាមចង់ទៅដោះស្រាយបញ្ហាអ្នកផ្សេងហើយយើងក៏អត់ចង់ឲ្យអ្នកផ្សេងមកពិបាកដោយសារតែបញ្ហារបស់យើងដែរ